បាទចំពោះមួយស៊ីនេតិកគីមីមេរៀនទី1ល្បឿនប្រតិកម្មនៃគីមីអញ្ចឹងចំណុចនេះលោកគ្រូសូមលើកយកកត្តាពេលក្នុងប្រតិកម្មគីមីបាទកត្តាពេលនៅក្នុងប្រតិកម្មគីមីលោកគ្រូសូមលើកយកប្រភេទប្រតិកម្មចំនួន3មកសិក្សាទី1គឺប្រតិកម្មរហ័សទី2ប្រតិកម្មយឺតទី3គឺប្រតិកម្មយឺតបំផុតអញ្ចឹងវត្ថុបំណងនៃមេរៀននេះគឺក្រោយពីបញ្ចប់ចំណុចនេះសិស្សអាចទី1គឺឲ្យនិយមន័យប្រតិកម្មរហ័សយឺតនិងយឺតបំផុតបានត្រឹមត្រូវតាមរយៈខ្លឹមសារមេរៀនទី2គឺញែកសម្គាល់ប្រតិកម្មរហ័សយឺតនិងយឺតបំផុតបានត្រឹមត្រូវតាមរយៈវីដេអូពិសោធន៍ទី3បណ្ដុះស្មារតីក្នុងការសិក្សាមេរៀនថ្មីតោះមុននឹងចូលមេរៀនថ្មីលោកគ្រូសូមរំលឹកមេរៀនសំណួរទី1ចូលឲ្យនិយមន័យប្រតិកម្មអុកស៊ីដូរ៉េតកម្មអញ្ចឹងប្រតិកម្មអុកស៊ីដូរ៉េតកម្មនេះគឺយើងសិក្សាតាំងពីថ្នាក់ទី11មកម្លេះគឺជាប្រភេទប្រតិកម្មដែលមានការបន្ទេអេឡិចត្រុងរវាងអង្គធាតុប្រតិករអញ្ចឹងអង្គធាតុប្រតិករធ្វើការបន្ទេអេឡិចត្រុងនៅពេលដែលមានប្រតិកម្មរវាងគ្នានឹងគ្នាឲ្យផលទៅជាអង្គធាតុកកើតនោះជាប្រតិកម្មអុកស៊ីដូរ៉េតកម្មទី2ចូលបង្ហាញអុកស៊ីតករ៉េតករនៅក្នុងគូរ៉េតុកអញ្ចឹងគូរ៉េតុកទី1បាននេះគឺជាគូរ៉េតុកទី1នេះគឺជាគូរ៉េតុកទី2អញ្ចឹងបងប្អូនចូលចាំថាអុកស៊ីតករ៉េតករចំពោះអុកស៊ីតករគឺគេសរសេរនៅខាងឆ្វេងដៃសញ្ញានេះសញ្ញាបច្ឆានេះសញ្ញាត្រីប្តីនេះណាហើយរ៉េតករគឺគេសរសេរនៅខាងស្នាមអញ្ចឹងតាមរយៈចំណុចហ្នឹងបងប្អូនអាចទាញបានធាតុណាខ្លះជាអុកស៊ីតករធាតុណាខ្លះជារ៉េតករដែរទេអញ្ចឹងអុកស៊ីតករគឺមានអ៊ីដឺនិងហាសដឺអូដឺចំណែករ៉េតករគឺមានអ៊ីដកនិងទឹកបាទតោះយើងចូលដល់មេរៀនថ្មីរបស់យើងគឺប្រតិកម្មរហ័សអូសង្កេតមើលវីដេអូពិសោធន៍នេះបាទគ្រាន់តែយើងដាក់សារធាតុមួយចូលទៅក្នុងសារធាតុមួយភ្លាមគឺវាបង្កើតប្រតិកម្មបានយ៉ាងឆាប់រហ័សតើប្រតិកម្មរវាងប្រាក់នីត្រាតនិងសូលីស្យុងសូដ្យូមក្លូរូប្រព្រឹត្តទៅយឺតឬក៏លឿនចម្លើយគឺថាជាប្រតិកម្មលឿនបំផុតដែលកកើតបានជាកកប្រាក់ក្លូរូកកប្រាក់ក្លូរូយើងពណ៌សនេះចឹងសំណួរសួរបន្តថាតើបងប្អូនសង្កេតឃើញបាត់គូអ្វីកើតឡើងនៅពេលប្រតិកម្មអញ្ចឹងយើងសង្កេតឃើញមានកកពណ៌សកើតឡើងណានោះហើយគឺជាកកប្រាក់ក្លូរូចូលឲ្យនិយមន័យប្រតិកម្មរហ័សអញ្ចឹងប្រតិកម្មរហ័សគឺជាប្រតិកម្មដែលប្រព្រឹត្តទៅក្នុងរយៈពេលដ៏ខ្លីមួយរយៈពេលខ្លីបំផុតនោះហៅថាប្រតិកម្មរហ័សចូលសើសម័យការតាំងប្រតិកម្មអញ្ចឹងតាមរយៈការពិសោធន៍មិញបងប្អូនដាក់ប្រាក់ក្លូរូសំទៅបានប្រាក់នីត្រាតចូលទៅក្នុងសូដ្យូមក្លូរូនោះយើងទទួលបានកកប្រាក់ក្លូរូនេះកកគឺគេសរសេរដោយអក្សរ S នេះ S នេះគឺជាផាសបញ្ជាក់ថាជាអង្គធាតុរឹងគឺជាកកអាគុយនេះអាគុយដូចគ្នាគឺជាប្រភេទសូលីស្យុងប្រភេទទឹកអញ្ចឹងប្រភេទទឹកដាក់ចូលប្រភេទទឹកបង្កើតបានជាកំណរឹងមួយនិងប្រភេទទឹកមួយអញ្ចឹងប្រតិកម្មវាគឺមានផលិតផលចំនួន2គ្រាន់តែចំណុចនេះគឺគេមិនចង់បញ្ជាក់ពីផលិតផលទេគឺគេចង់បញ្ជាក់ថាតើប្រតិកម្មនេះជាប្រភេទប្រតិកម្មរហ័សឬយ៉ាងណាតោះយើងចូលដល់ប្រតិកម្មយឺតបាទប្រតិកម្មយឺតនេះយើងដាក់សូដ្យូមអ៊ីដ្រុកស៊ីតបញ្ចូលហើយនឹងដែកស៊ូផាតបានដាក់ចូលមកហើយយើងសង្កេតឃើញមានអ្វីកើតឡើងឃើញមានអ្វីកើតឡើងគឺសង្កេតតលតែរយៈពេលយូរបាទអញ្ចឹងប្រតិកម្មយឺតនេះគឺប្រតិកម្មកំណត់ប្រាក់កំណត់ដែកអ៊ីដ្រុកស៊ីតដែកពីរអ៊ីដ្រុកស៊ីតប្រព្រឹត្តទៅយឺតឬក៏លឿនបាទចំពោះប្រភេទប្រតិកម្មកំណត់គឺប្រតិកម្មលឿនប៉ុន្តែនៅពេលដែលកំណត់ដែកអ៊ីដ្រុកស៊ីតទៅជាដែក3អ៊ីដ្រុកស៊ីតគឺប្រព្រឹត្តទៅបាទប្រព្រឹត្តទៅយឺតវិញហ្នឹងហើយអញ្ចឹងចូលឲ្យនិយមន័យប្រតិកម្មយឺតគឺយើងអាចតាមដានបានដោយវិញ្ញាណរបស់យើងឬដោយឧបករណ៍វាស់ក្នុងរយៈពេលច្រើននាទីច្រើនម៉ោងប្រតិកម្មនេះគឺជាកម្មវត្ថុសិក្សា
ស៊ីនតិចគីមីបាទអញ្ចឹងប្រតិកម្មយឺតយើងអាចសង្កេតឃើញនឹងភ្នែកបានយើងអាចកត់ចំណាំនាទីម៉ោងរយៈពេលរបស់វាបានអញ្ចឹងប្រតិកម្មនេះហើយគឺជាកម្មវិធីដែលអ្នកសិក្សាស៊ីនតិចគីមីយកមកសិក្សាមានន័យថាបើយើងយកប្រតិកម្មរហ័សមកសិក្សាគឺយើងមិនអាចសិក្សាបានមានន័យថាវារហ័សពេកយើងចូលដល់ប្រតិកម្មយឺតបំផុតនេះប្រតិកម្មយឺតបំផុតយើងចាក់ទឹកអុកស៊ីសែនចូលទៅក្នុងបំពង់សាសអញ្ចឹងប្រតិកម្មទឹកអុកស៊ីសែននេះទឹកអុកស៊ីសែនដូចជាទឹករបស់យើងដែរបាទយើងអាចទិញនៅតាមផាម៉ាស៊ីបានយើងអាចយកមកលាងរបួសយើងសម្អាតរបួសយើងបានអញ្ចឹងយើងរងចាំមើលតើមានអ្វីកើតឡើងដែរទេប្រតិកម្មបំបែកទឹកអុកស៊ីសែននេះជាប្រតិកម្មលឿនយឺតឬក៏យឺតបំផុតនេះចាក់ទៅយើងឃើញសដដែលបាទអញ្ចឹងវាគឺជាប្រតិកម្មយឺតបំផុតចូលបងប្អូនតើបងប្អូនសង្កេតឃើញមានអ្វីប្រែប្រួលដែរទេមិនមានអ្វីប្រែប្រួលទេគឺក្នុងរយៈពេលដ៏យូរគឺយើងសង្កេតឃើញនៅតែទឹកដដែលចំពោះប្រតិកម្មនេះដែរយើងអាចសិក្សាបានតតែយើងបន្ថែមប្រភេទគេហៅថាសារធាតុជំនួយសារធាតុជំនួយនេះគឺគេហៅថាកាតាលីកនៅពេលដែលអូនសិក្សាមេរៀនបន្តទៀតនោះយើងនឹងអាចដឹងបាទចឹងយើងអាចឲ្យចំណីប្រតិកម្មយឺតបំផុតបានដែរទេប្រតិកម្មយឺតបំផុតគឺជាប្រតិកម្មដែលប្រព្រឹត្តទៅក្នុងរយៈពេលច្រើនខែច្រើនឆ្នាំបាទអញ្ចឹងគេឲ្យយើងសេសម័យកាលបំបែកទឹកអុកស៊ីសែនគឺយើងទទួលបានលទ្ធផលអុកស៊ីសែនទឹកប៉ុន្តែប្រតិកម្មនេះយើងមិនតាន់សិក្សាដល់យើងមិនអាចសេសម័យកាលបានទេលុះត្រាតែមេរៀនបន្តយើងចប់ហើយចំណុចយើងចូលដល់ពង្រឹងពុទ្ធិរបស់យើងនេះលោកគ្រូឲ្យពិសោធន៍នេះគឺយើងចាក់ការអ៊ីចូលទៅក្នុងពោជោម social path ក្នុងរយៈពេលបន្តពិសោធន៍នេះបងប្អូនអាចស្កប់មែនឬក៏អាចសារវីដេអូលោកគ្រូបានដែរណាក្រឡូមើលអត់តន់អញ្ចឹងគឺយើងចាក់ការអ៊ីចូលទៅក្នុងពោជោម social path រយៈពេលគេកត់ចំណាំពី1 2 3 4 5 6តទៅគឺយើងអាចសង្កេតឃើញពណ៌របស់ solution ពណ៌របស់ផលិតផលយើងមានការប្រែប្រួលអញ្ចឹងនោះហើយជាប្រតិកម្មអីយើងអាចសង្កេតឃើញនឹងភ្នែកតាមពេលវេលាបានគឺជាប្រតិកម្មយឺតបើសិនជាយឺតបំផុតគឺយើងមិនអាចសង្កេតតន់ចាក់ភ្លាមដូរពណ៌ភ្លាមដូរ4 10ពណ៌យើងមិនអាចសង្កេតតន់ទេហើយបើសិនជាប្រតិកម្មយឺតបំផុតយើងចាក់ហើយយើងអង្គុយចាំយើងដេកចាំជាច្រើនសប្តាហ៍ទៀតក៏មិនតាន់ឃើញការប្រែប្រួលនោះគេហៅថាប្រតិកម្មយឺតបំផុតហើយអញ្ចឹងផ្ទុយពីយឺតបំផុតនិងប្រតិកម្មរហ័សនោះគឺជាប្រតិកម្មយឺតហើយចេញអាចសេសម័យកាលបានទេគឺ solution e dot បូកជាមួយនឹង social path FPO 8 p dot យើងបានជា e dot បូកជាមួយនឹង solution subpath អញ្ចឹងសូមបងប្អូនយកកិច្ចការនេះទៅធ្វើផងបន្ទាប់ពីបានសិក្សាហើយតើប្រតិកម្មខាងក្រោមមួយណាប្រព្រឹត្តទៅលឿនជាងចូលប្រៀបធៀបប្រតិកម្មដោយបង្ហាញហេតុផលបាទអញ្ចឹងយើងមើលតើប្រតិកម្មណាយឺតប្រតិកម្មណាជាប្រតិកម្មរហ័សបំផុតឬក៏នឹងក៏យើងអាចបង្កើតសំណួរខ្លួនឯងដែរប៉ុន្តែក្នុងនេះលោកគ្រូគឺចង់សួរថាប្រតិកម្មទី1ទី2ទី3ហ្នឹងមួយណាជាប្រតិកម្មប្រព្រឹត្តដែលជាប្រតិកម្មប្រព្រឹត្តទៅលឿនជាងចឹងបងប្អូនអាចប្រើប្រាស់វីដេអូដែលលោកគ្រូបង្រៀនអាចស្រាវជ្រាវជា YouTube បន្ថែមឬក៏ជា AI បន្ថែមបាទអត់មានបញ្ហាទេក្នុងការសិក្សារបៀប Digital លោកគ្រូមិនបានបិទហាមឃាត់ចំពោះកម្មវិធីស្រាវជ្រាវណាមួយឡើយចឹងរាល់ចំណុចខ្វះខាតដែលលោកគ្រូបានបង្រៀនបានបញ្យល់សង្ឃឹមថាបងប្អូនអាចទទួលបានហើយក៏សូមអភ័យទោសចំពោះលោកគ្រូអ្នកគ្រូដែលមានបទពិសោធន៍ច្រើនឆ្នាំចំនួនមុនសូមអភ័យទោសរាល់ចំណុចខ្វះខាតដល់ខ្ញុំបាទផងសូមអរគុណ